group ជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីមេត្រីបងប្អូនណាស្វាគមន៍មកកាន់វីដេអូថ្មីបន្តទៀតទាក់ទងនឹងការផុសលក់ក្របីបងប្អូនខណៈពេលនេះគឺខ្ញុំទើបវិញបានក្របីចំនួន3ក្បាលទៀតបងប្អូនណាគឺជាប្រភេទក្បីមេកូនបងប្អូនជាប្រភេទក្បីមេ1កូន2ខ្ញុំទើបវិញបានតែម្ទេសទេបងប្អូនណាឥឡូវខ្ញុំសូមចែករំលែកទាក់ទងនឹងការដាក់លក់ជូនបងប្អូនដែលមានដំណងចង់ទិញយកទៅប្រោះឬក៏ចិញ្ចឹមបន្តបងណាសម្រាប់អ្វីទី1ដែលខ្ញុំត្រូវណែនាំជូនបងប្អូនគឺជាភេទកូនកំមុំកូនច្បងបងណាកូនច្បងរឿងស្ទើរសាច់ទេបងរឿងស្ទើរសាច់បន្តិចកម្ពស់របស់វាប្រហែលជា 1.15 ម៉ែត្របងប្អូនប្រហែលជា 1.15 ម៉ែត្របងណាកម្ពស់វាហើយសម្រាប់មេកូននេះកូនប្អូនគឺកូនឈ្មោះបងគឺកូនឈ្មោះវាទៅកើតបានរយៈកាលប្រហែលជា3 ទៅ 4 ខែមុននេះហើយសម្រាប់មេនេះគឺកម្ពស់មកគួរសមមើលហ្នឹងមើលនេះកម្ពស់របស់វាប្រហែលជា 1.28 ម៉ែត្រមើលនេះ 1.28 កម្រិតធាត់របស់វាគឺមធ្យមមិនស្គមស្គាំងពេកមិនធាត់លឹបពេកមើលណាបងប្អូនមានតម្រូវការចង់ទិញអីគឺបងប្អូនអាចសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំបានហើយសម្រាប់3នេះគឺខ្ញុំលក់ជូនបងប្អូនក្នុងតម្លៃសមរម្យបងគឺខ្ញុំលក់ចូលគ្នាទៅមកណាគឺខ្ញុំលក់ចូលគ្នាទៅមកដាក់ទាំង3ក្បាលហ្នឹងគឺខ្ញុំដាក់តម្លៃត្រឹមតែ4 លាន 4 សែនបងណា4 លាន 4 សែនបងដាក់ចូលទៅមកគឺ4 លាន 4 សែនអរគុណច្រើនមើលសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបខ្ញុំបាននៅវីដេអូក្រោយ